គឺថាយើងជាតកែខាងកាត់ដេរផងហើយគ្នាពួកគ្នាយើងទៅធ្វើការតាមរោងចក្រកាត់ដេរឬរោងចក្រតាមផ្ទះផងទៅធ្វើអាជីវកម្មធ្វើការអាជីវភាពរបស់យើងអាចរីកចម្រើនដែរក្រៅពី20ពួកសង្ឃនេះគឺយើងមានប្រខ្ទង់10ពួកសង្ឃទៀតគឺខាង depender ហើយនៅសល់ក្រៅពីនេះខាង restaurant ប៉ុន្តែ3ឆ្នាំចុងក្រោយនេះ3-4ឆ្នាំចុងក្រោយនេះបន្ទាប់ពីសេដ្ឋកិច្ចបើកចំហនៅស្រុកចិនមកគឺថាពួកខាងមានការប៉ះពាល់ដល់សេដ្ឋកិច្ចបងប្អូនរបស់យើងជាច្រើនពីព្រោះខាងរោងចក្រកាត់ដេរគេបិទពីខាងមូរ៉ាល់នេះបញ្ជូនទៅខាងស្រុកចិនម្ល៉េះបងប្អូនយើងចាប់ដើមរើចេញពីខាងផ្នែកខាងកាត់ដេរនេះទៅរករបបផ្សេងទៀតច្រើនដែរដូចជាខាង depender ក៏គេចាប់ដើមការច្រើនខាងផ្សារហើយខាង restaurant ក៏ចាប់ដើមការច្រើនហើយមានខាងបច្ចេកទេសផ្សេងទៀតដែរបាទតើតើរឿងផ្នែកបច្ចេកទេសនេះយើងឃើញថាកូនចៅទៅចំនួនក្រោយព្រោះយើងបានមករស់នៅប្រហែល30ឆ្នាំហើយដូច្នេះកូនខ្មែរយើងចំនួនក្រោយដែលបានកើតនៅម៉ុនត្រាល់នេះសប្តាហ៍ថ្ងៃនេះអាយុ30ហើយដូចជារេម៉ុងដែលជាអ្នកថតកំពុងតែថតនេះក៏ជាវិស្វករផ្នែកខាង IT ដូច្នេះគេថានេះក៏ជាការរីកចម្រើនមួយតើលោកមានយល់ឃើញយ៉ាងណាដែរចំពោះក្មេងចំនួនក្រោយដែលគេទៅជាបញ្ញវន្តចំនួនក្រោយដែលកំពុងតែរីកដុះឡើងនេះបាទយើងឃើញថាក្មេងចំនួនក្រោយដូចថាឪពុកម្ដាយមកពីមុនគឺគ្នាមិនសូវមានសំណាងបានរៀនសូត្រច្រើនម្ល៉េះហើយគ្នាខំធ្វើការជាខ្លាំងហើយជួយចិញ្ចឹមកូនធ្វើម៉េចឲ្យបានកូនបានដុះដាលបណ្ដុះបណ្ដាលបានកូនលូតលាស់ផ្នែកខាងសិក្សានេះម្ល៉េះហើយបាទឃើញកូនខ្មែរយើងបានលូតលាស់ធំដុំជាច្រើនបានសម្រេចខាងផ្នែកអវការក្តីខាងពេទ្យក្តីខាងតន្តពេទ្យក្តីខាងផ្នែកខាង IT engineer ក្តីគឺក៏វិជាផ្សេងទៀតគឺគេមានខាងច្រើនខាងបាទគួរជាទីសង្ឃឹមឲ្យជាស្ដីត្រេកអររបស់ក្នុងសហគមន៍របស់យើងបាទចុះចំណែកផ្នែកខាងសាសនាតើយ៉ាងណាដែរចំពោះវប្បធម៌សាសនាខ្មែរយើងវប្បធម៌សាសនារបស់យើងក៏ឃើញយើងបានរីកចម្រើនព្រោះនៅក្នុងមរ៉ាល់យើងមានវត្តធំចំនួនដល់3បាទវត្តធំជា3ហើយមានវត្តតូចជាកើតបន្តទៀតម្ល៉េះហើយបងប្អូនខ្មែរយើងអាចនឹងធ្វើបុណ្យបានមានជំរឿសជាទៅធ្វើបុណ្យបានទីកន្លែងដែលយើងចង់ថាចូលចិត្តតាមវត្តដែលចង់ចូលចិត្តពីដើមយើងមានតែវត្តតែមួយទេហើយសម្ងាត់នេះមានវត្ត13ធំទៀតបាទហើយខាងផ្នែកខាងសង្គមគិច្ចយើងសប្តាហ៍ថ្ងៃនេះយើងទី1យើងមានកសែតខ្មែរដែលបើកមកបាន3ឆ្នាំហើយកសែតខ្មែរសាព័តបានខ្មែរដែលមានខ្ញុំហើយមានពួកដែលខាងពាណិជ្ជករយើងបានខំបង្កើតហើយមានតួលោកពងវេលានជានាយកគឺជាមានមុខងារសំខាន់ណាស់ក្នុងសហគមន៍របស់យើងទី1គឺយើងបង្ហាញឲ្យគេឃើញថាយើងមានរស់រវើកក្នុងសហគមន៍របស់យើងទី2យើងឲ្យសហគមន៍របស់យើងដឹងនៅព័ត៌មានថ្មីប្លែកក្នុងពិភពលោកក្នុងស្រុកខ្មែរហើយក្នុងសហគមន៍យើងឲ្យដឹងទី4គឺជាកិច្ចការឲ្យអ្នកការរកស៊ីចង់តាក់ទងមកប្រជាជនខ្មែរឬក៏អ្នកមុខអ្នកការក្រសួងចង់តាក់ទងប្រជាជនខ្មែរពីដើមគេមិនដឹងតាក់ទងតាមមធ្យោបាយណាសម្រាប់គេអាចតាក់ទងតាមកសែតរបស់យើងឲ្យយើងដឹងគេចង់ផ្សាយព័ត៌មានក្តីចង់ផ្សាយដំណឹងអ្វីផ្សេងគឺយើងផ្សាយទៅតាមកសែតរបស់យើងម្ល៉េះហើយកសែតរបស់យើងទទួលតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍របស់យើងក្រៅពីនេះគឺក្នុងផ្នែកវប្បធម៌និងសង្គមគិច្ចដែរក្នុងនោះគឺសហគមន៍ខ្មែរអង្គរយើងក៏មានសំខាន់ខ្លាំងដែរគឺរាល់ឆ្នាំក្រៅពីការបង្រៀនកូនខ្មែរខាងរាំរបាំដែលភាសាប្រពៃណីនិងសិល្បៈខ្មែរនិងបង្រៀនភាសាខ្មែរសហគមន៍ខ្មែរអង្គរក៏បានរៀបចំនៅ Festival d'été គឺតាមហៅសខ្មែររៀងរាល់ឆ្នាំហើយឆ្នាំនេះគឺនៅថ្ងៃទី10ខែ7គឺធ្វើមួយយ៉ាងធំនៅប៉ាក់ժានរ៉ាពូមួយទៀតដែរបាទដូច្នេះគ្រប់ផ្នែកវិស័យវប្បធម៌សង្គមគិច្ចសាសនាយើងឃើញថាសហគមន៍ខ្មែរយើងមានការរីកចម្រើនមិនចាញ់សហគមន៍ផ្សេងទៅបាទនេះក៏ជាមោទនភាពមួយដែលខ្មែរយើងទាំងអស់គ្នាក៏បានមករស់នៅទីតាំងអស់រយៈពេល30ឆ្នាំហើយនៅក្នុងរយៈពេលនេះគឺយើងគឺថាសូមថ្លែងអំណរគុណចំណាយកាយបការដល់រដ្ឋាភិបាលកេបិករដ្ឋាភិបាលកាណាដាហើយនៅផ្នែកនយោបាយតើលោកយល់ឃើញយ៉ាងណាដែរនយោបាយនៅស្រុកនេះនៅស្រុកកាណាដានេះហើយនឹងទំនាក់ទំនងជាមួយនឹងកូនខ្មែរយើងណាខាងផ្នែកនយោបាយគឺថាយើងក្នុងចំនួនតាំងពីឆ្នាំ2001មកយើងចាប់ផ្ដើមបង្កើតក្រុមសមាគមដើម្បីចូលប្រឡូកខាងផ្នែកនយោបាយនៅប្រទេសគេ
ในឆ្នាំ2001គឺថាយើងសាកធ្វើម្ដងទី1គឺថាយើងចូលសាកធ្វើផ្នែកនយោបាយខាងទីក្រុងចំណុចយើងបានជួយខាងបករបស់លោកព្យាបុកបាទព្យាបុកគាត់ជាជាបាយក្រុងចំណុចហ្នឹងហើយជាអនុចារលោកព្យាបុកគាត់បានមិនបានជាប់ឆ្នោតតែចំណុចនេះយើងមានសំណុំរឿងមួយដ៏សំខាន់គឺលើកយើងគឺវត្តខ្មែរយើងនៅរាជពារីវត្តខ្មែរយើងរាជពារីចំនួនហ្នឹងគឺមានការពិបាកនឹងសុំច្បាប់ចំនួន2-3ឆ្នាំតែមានការពិបាកហើយបន្ទាប់ពីយើងបោះឆ្នោតទៅលោកព្យាបុកមុននឹងគាត់ចេញគឺថ្ងៃចុងក្រោយរបស់គាត់ចេញម៉ោង12យប់គាត់ចាប់សញ្ញាឲ្យពាក្យមេរបស់យើងមួយបាទគាត់ចំណុចហ្នឹងបានយើងឃើញថាការដែលយើងប្រឡូកនយោបាយយើងធ្វើការនយោបាយគឺធ្វើយើងឃើញបានផលពិតៗបាទយើងឃើញថាទាន់ចិត្តគឺថាពីដើមមិនបើយើងមិនធ្វើនយោបាយទេយើងអត់មានការតំណែងមួយទៅពួតនយោបាយម្ល៉េះហើយយើងចង់មានការបញ្ហាក្នុងសង្គមណាមួយយើងមិនដឹងទៅគោះទ្វារណាយើងតាក់ទងណាបន្ទាប់ពីយើងធ្វើទៅយើងឃើញថាអូជាការបើកផ្លូវដើម្បីយើងតាក់ទងសង្គមរបស់យើងដើម្បីតាក់ទងដោះស្រាយបញ្ហារបស់យើងហើយយើងចាប់ដើមធ្វើបណ្ដាបន្តទៅទៀតតាំងពីឆ្នាំ2001រហូតដល់ថ្ងៃនេះក្នុងផ្នែកខាងខេត្តប្រវត្តិសាស្ត្រឬខាង Federal ខាងសហព័ន្ធក្តីគឺយើងមានតំណែងទៅតាមគ្រប់ជាន់ថ្នាក់ទាំងអស់ម្ល៉េះហើយសប្តាហ៍ថ្ងៃនេះយើងបានថាយើងបើសិនជាយើងមានបញ្ហាខាងកន្លែងណាចំណុចណាក៏ដោយគឺយើងមានផ្លូវមានកន្លែងដែលអាចយើងមានតាក់ទងអាចដោះស្រាយបានជូនដល់សហគមន៍របស់យើងបាទនេះគឺជាជំហានត្រួសដែលលោកជប៊ុនកនបាទលោកគឺជាចាស់ទុំម្នាក់គឺជាអ្នកដែលគេគោរពរាប់អានជាទីបំផុតនៅក្នុងសហគមន៍ខ្មែរកាណាដានៅម៉ុនត្រលនេះគឺថាលោកគឺថាតែងតែជួយគាំទ្រហើយនឹងជួយយឹតយោងបងប្អូនគ្រប់វិស័យតាំងពីការរកស៊ីហើយនឹងការរៀនសូត្រក្តីនឹងការសពបែបយ៉ាងតាំងពីសហគមន៍រហូតទៅដល់វប្បធម៌រហូតដល់ការសពបែបយ៉ាងគឺថាលោកតែងតែចូលជាអចិន្ត្រៃយ៍បាទគ្រប់បែបយ៉ាងនៅទីកន្លែងណាដែលត្រូវការរួបរวมគ្នាដើម្បីកសាងសង្គមជាតិសង្គមកិច្ចរឿងសពបែបយ៉ាងគឺថាលោកតែងតែគឺថាចូលរួមយ៉ាងសកម្មទោះបីជាតិចឬច្រើនឬឆ្ងាយក្តីគឺថាលោកគឺជាមនុស្សម្នាក់ដូច្នេះសូមអរគុណដល់លោកជប៊ុនកនបានសូមអរគុណហើយនឹងសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់ដូច្នេះគឺថាសូមអញ្ជើញគឺថាតាមដានមើលថាតើនៅអូតាវ៉ានឹងសកម្មភាពនឹងមានអ្វីខ្លះជាបន្តទៀតបាទសូមអរគុណបាទ